ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូប្រចាំថ្ងៃសម្រាប់ថ្ងៃទី8ជូនបងប្អូនទាំងអស់គ្នាតែមុននឹងនិយាយពីប្រចាំថ្ងៃគឺខ្ញុំចង់មកប្រាប់បងប្អូនថាចិត្តដល់ពេលវេលាបំផ្ទុះលៀបធំហើយបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់រៀបហុងស៊ុយផ្ទះដើម្បីដាក់បំផ្ទុះលៀបធំបងប្អូនអាចឆាតតំណមកខ្ញុំបានព្រោះដោយសារតែការរៀបវត្ថុមង្គលផ្សេងគឺតតែបងប្អូនរៀបហុងស៊ុយផ្ទះហើយទើបយើងទទួលបានផលខ្ពស់ព្រោះដោយសារតែបើសិនជាផ្ទះយើងនៅមានបឋៈទិសពិឃាតទិសឬមួយក៏មានការរៀបចំអត់ទាន់បានត្រឹមត្រូវទេយើងដាក់វត្ថុមង្គលទៅអត់ឃើញផលទេអញ្ចឹងបងប្អូនអាចឆាតមកប្រឹក្សាមកខ្ញុំមុនបានណាព្រោះយើងគៀកចិត្តដល់ថ្ងៃក្នុងការដាក់បំផ្ទុះលៀបធំហើយអញ្ចឹងកុំឲ្យខកខានពេលវេលាព្រោះដោយសារតែអត់ងាយនឹងមានពេលវេលាច្រើនដងទេបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំមកចេញប្រចាំថ្ងៃជូនបងប្អូនសម្រាប់ថ្ងៃទី8ខែ5 2025នេះគឺជាថ្ងៃភ្លើងដកមកជាមួយនឹងឆ្លូវហើយឆ្លូវមានធាតុដីដកនៅពីក្រោមអញ្ចឹងចំពោះបងប្អូនដែលគាត់ត្រូវការធាតុភ្លើងនិងធាតុដីគឺហេងហើយជាពិសេសអ្នកដែលគាត់មានជូតក្នុងទូរាស័យមានម្សាញ់និងរកាក៏ហេងដូចគ្នាដែរហើយតែថៃគាត់ត្រូវការធាតុភ្លើងជាមួយនឹងធាតុដីគឺហេងខ្លាំងហើយសម្រាប់បងប្អូនដែលគាត់អត់មានសัตว์ដែលហេងនៅក្នុងតារាងទូរាស័យតែគាត់ត្រូវការធាតុភ្លើងនិងធាតុដីហ្នឹងក៏ហេងដូចគ្នាដែរអញ្ចឹងណាគាត់ថាបើយើងមានទាំងសัตว์ល្អធាតុល្អគឺហេងខ្លាំងតែប៉ុណ្្នឹងឯងហើយបងប្អូនដែលគាត់ឆុងគឺអ្នកដែលគាត់មានមួយម៉ែក្នុងទូរាស័យហើយតែថៃគាត់អត់ត្រូវការធាតុភ្លើងនិងធាតុដីតែបើសិនជាគាត់មានមួយម៉ែក្នុងទូរាស័យប៉ុន្តែគាត់ត្រូវការធាតុភ្លើងនិងធាតុដីអាហ្នឹងគឺគាត់ឆុងហេងហើយសម្រាប់បងប្អូនដែលគាត់មានបញ្ហាផ្សេងទៀតគឺអ្នកដែលគាត់មានថោះមមីជាមួយនឹងកលមានបញ្ហាទៅតាមមួយម៉ែដែរតែមិនធ្ងន់ធ្ងរខ្លាំងដូចមួយម៉ែទេគាត់ថាយើងជាចំណុចដែលយើងត្រូវប្រុងប្រយ័ត្នខ្លះដែរមិនថាមាននៅក្នុងម៉ោងកើតថ្ងៃកើតខែកើតឬមកក៏ឆ្នាំកើតនេះគឺមានបញ្ហាដែរតែជារឿងដែលខុសៗគ្នាទៅតាមតួនីមួយហើយសម្រាប់បងប្អូនដែលគាត់ចង់ប្រើទិសល្អគឺបងប្អូនអាចតាមដានវីដេអូមួយនេះដល់ចប់បានសម្រាប់ទិសអសរប្រចាំថ្ងៃគឺនៅខាងកើតប្រចាំខែខាងកើតប្រចាំឆ្នាំខាងកើតគឺខាងកើតដប់តែម្ដងទាំងថ្ងៃទាំងខែជាមួយនឹងឆ្នាំអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ប្រើប្រាស់ទិសគឺនៅសល់ចន្លោះខាងត្បូងខាងលិចជាមួយនឹងខាងជើងដែលជាទិសល្អហើយផ្កាយលេខ8ហោះចូលទីតាំងកណ្ដាលអញ្ចឹងខាងជើងលេខ4ខាងជើងឈឹងលិចលេខ9ខាងលិចលេខ1ខាងត្បូងឈឹងលិចលេខ5ខាងត្បូងចំគឺលេខ3ហើយបងប្អូនត្រូវរៀនមើលតើតងទៅនឹងទិសអសរយើងដឹងហើយតែទិសឆុងឆ្លូវឆុងជាមួយនឹងមួយម៉ែអញ្ចឹងមួយម៉ែនៅទិសណាបងប្អូនបានដឹងហើយណាមួយម៉ែតើនៅទិសណាគឺនៅទិសខាងត្បូងឈឹងលិចម្ដុំត្បូងឈឹងលិចហើយម្សាញ់ឆុងជាមួយនឹងកលហើយកលនៅម្ដុំជើងឈឹងលិចអញ្ចឹងជើងឈឹងលិចក៏បងប្អូនត្រូវប្រយ័ត្នប្រយែងដែរអ្នកនរគ្នាអាចអង្គុយប្រើប្រាស់បានគ្រាន់ថារង្គោះរង្គើជួសជុលដាំស្វានគឺអាចធ្វើប្រេះផ្ដាស់បានទេបើបងប្អូនចង់ជួសជុលផ្ទះរុះរើអីបងប្អូនរកចិនសែជំនាញមួយណាដែលបងប្អូនស្រឡាញ់ចូលចិត្តដើម្បីគាត់ប្រឹក្សាយោបល់តកតងទៅនឹងការដែលបងប្អូនចង់ជួសជុលផ្ទះហ្នឹងយើងកុំឲ្យមានផលប៉ះពាល់ទៅលើសមាជិកគ្រួសារក្នុងផ្ទះយើងពេលខ្លះយើងជួសជុលដាំស្វានផ្ទះមែនប៉ុន្តែយើងបានហេងមកវិញទៀតអញ្ចឹងថ្ងៃនេះមកមានប៉ុណ្្នឹងហើយបងប្អូនទាំងគ្នាសង្ឃឹមថាបងប្អូនទាញបានប្រយោជន៍ពីវីដេអូមួយនេះហើយសូមបងប្អូនទាំងគ្នាជួយ like ជាមួយនឹងជួយ share ដើម្បីបានឃើញវីដេអូហុងស៊ុយជារៀងរាល់ថ្ងៃអរគុណច្រើនបងប្អូនទាំងគ្នាជម្រាបលា